ជាបឋមខ្ញុំព្រះករុណានាងខ្ញុំសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវអ្នកអង្គញាលោកអង្គញាលោកស្រីនិងបងប្អូនជនរួមជាតិកម្ពុជាទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់នៅក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល2023នេះក្នុងនាមខ្ញុំជាទូតសុឆន្ទៈភាពជាអ្នកដឹកនាំហើយក៏ជាស្ថាបនិកនិងនាយិកាសហគ្រាសកីតម្បាញខ្មែរ KTK ផងដែរនាងខ្ញុំមានសារមួយចំនួនដើម្បីចែករំលែកជូនទៅដល់លោកស្រីបងប្អូនជនរួមជាតិទាំងអស់ដើម្បីជាការសិក្សារៀនសូត្រជាមួយគ្នាផងដែរអញ្ចឹងនៅពេលនេះសាររបស់ខ្ញុំមានចំនួន5ចំណុចធំគឺខ្ញុំសម្ដៅទៅលើសទាំង5ប្រហែលជាលោកស្រីមួយចំនួនធ្លាប់បានដឹងពីស5នៅតាមក្បួនរបស់ជនជាតិជប៉ុនប៉ុន្តែស5នៅទីនេះដែលខ្ញុំចែករំលែកសារជូនគឺខុសប្លែកពីស5ដែលជនជាតិជប៉ុនតែងតែបង្រៀនទៅដល់ប្រជាជនរបស់ពួកគាត់ស5នៅទីនេះខ្ញុំចង់សម្ដៅទី1គឺទៅលើសុខភាពផ្លូវកាយមួយរយៈកន្លងមកនេះខ្ញុំសម្គាល់ឃើញមានបងប្អូនជាច្រើនគាត់ជួបប្រទះនៅបញ្ហានៅក្នុងការរស់នៅប្រចាំថ្ងៃជាច្រើនដោយសារតែបញ្ហាទាំងអស់នេះធ្វើឲ្យគាត់ភ្លេចនៅក្នុងការថែទាំសុខភាពផ្លូវកាយរបស់គាត់ជាពិសេសគឺការបរិភោគចំណីអាហារឲ្យមានគុណភាពការហាត់ប្រាណឲ្យបានទៀងទាត់ព្រមទាំងការរស់នៅឲ្យបានសមស្របដើម្បីឲ្យខ្លួនឯងមានសុខភាពល្អផងដែរដូច្នេះខ្ញុំចង់ផ្ញើសារនេះជូនទៅដល់បងប្អូនជនរួមជាតិទាំងអស់គ្នាថានៅពេលដែលបងប្អូនមានសុខភាពផ្លូវកាយល្អគឺបងប្អូនមានទ្រព្យសម្បត្តិដ៏មហាសាលមួយសម្រាប់ខ្លួនឯងបើសិនជាបងប្អូនមានបញ្ហាសុខភាពញឹកញាប់គឺធ្វើឲ្យបងប្អូនបាត់បង់ផលិតភាពនៅក្នុងការធ្វើការងារហើយធ្វើឲ្យបងប្អូនជួបប្រទះនៅបញ្ហាកាន់តែធំជាងមុនដូច្នេះសាររបស់ខ្ញុំទី1នេះគឺចង់ឲ្យបងប្អូនផ្ដោតសំខាន់ទៅលើសុខភាពរបស់ខ្លួនឯងគឺការថែទាំសុខភាពផ្លូវកាយតាមការស្រាវជ្រាវយើងឃើញហើយថា85% នៃជំងឺដែលមនុស្សយើងកើតឡើងគឺអាចការពារបានដូច្នេះ85% គឺជាចំនួនមួយដ៏ច្រើនមានតែ15% ទៀតទេដែលយើងអត់អាចដឹងបានថាសុខភាពរបស់យើងនឹងមានបញ្ហាដោយសារអីអញ្ចឹងដូច្នេះតាមអ្វីដែលខ្ញុំសិក្សាស្រាវជ្រាវកន្លងមកដែរយើងឃើញថានៅពេលដែលយើងមានបញ្ហាទៅលើសុខភាពរបស់យើងភាគច្រើនគឺបណ្ដាលមកពីរបបអាហារហូបចុកនិងរបៀបរបបនិងទំនៀមទម្លាប់នៃការរស់នៅប្រចាំថ្ងៃគឺទាំងបរិភោគទាំងផឹកនឹងជក់ផងដែរនេះសុទ្ធតែជាចំណុចសំខាន់ដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពដូច្នេះខ្ញុំសង្ឃឹមថាសារទី1របស់ខ្ញុំនឹងជួយឲ្យបងប្អូនដែលធ្លាប់មានទម្លាប់មិនល្អនៅក្នុងការរស់នៅមិនថាការរស់នៅតាមបែបណាទេដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពខ្លួនឯងយើងអាចផ្លាស់ប្ដូរទម្លាប់នេះចេញដើម្បីធ្វើឲ្យយើងអាចបង្កើននៅទ្រព្យសម្បត្តិរបស់យើងតាមរយៈសុខភាពរបស់យើងបាននេះជាចំណុចសំខាន់ចំណុចទី2គឺសុខភាពផ្លូវចិត្តនៅពេលដែលយើងមានសុខភាពផ្លូវកាយល្អយើងក៏ត្រូវតែមានសុខភាពផ្លូវចិត្តល្អដែរតាមនិយមន័យរបស់អង្គការសុខភាពពិភពលោកគាត់បានឲ្យនិយមន័យថាសុខភាពល្អមានន័យថាមិនមែនមានត្រឹមតែរូបរាងកាយល្អមានរាងកាយរឹងមាំទេគឺត្រូវតែមានទាំងសុខភាពផ្លូវចិត្តល្អថែមទៀតដូច្នេះបងប្អូនដឹងហើយថាសុខភាពផ្លូវចិត្តគឺជាចំណុចសំខាន់ណាស់អញ្ចឹងបើសិនជាយើងអាសាមានបញ្ហាគេហៅថាលំបាកចិត្តពិបាកចិត្តព្រួយបារម្ភហួសហេតុពេកហើយយើងមានបញ្ហាស្មុគស្មាញជ្រុលជាពិសេសនៅក្នុងកំឡុងពេលដែលយើងមានវិបត្តិកូវីដផងហើយយើងមានវិបត្តិសេដ្ឋកិច្ចផ្ទួនមកជាមួយគ្នាផងយើងឃើញថាបងប្អូនជាច្រើនមានការដំអុយដំអាយហើយពិបាកចិត្តច្រើនបងប្អូនអ្នកណាក៏មានដែររួមទាំងខ្ញុំចាអ្នកដែលរស់នៅក្នុងជីវភាពធម្មតាគឺជួបបញ្ហារបៀបធម្មតាអ្នកដែលមានជីវភាពរបៀបខ្ពង់ខ្ពស់គាត់ជួបបញ្ហាធំទៅតាមនឹងដែរហើយអ្នកដែលរស់ស៊ីរបបប្រកបរបរតូចក៏គាត់មានបញ្ហាតូចរបៀបគាត់ហើយអ្នកដែលរស់ស៊ីធំក៏មានបញ្ហារបៀបរបស់គាត់ថែមទៀតអញ្ចឹងមនុស្សទាំងអស់រួមទាំងខ្ញុំឬក៏បងប្អូនសុទ្ធតែមានទុក្ខនិងសុខលាយឡំគ្នាជារៀងរាល់ថ្ងៃអញ្ចឹងតើយើងត្រូវធ្វើម៉េចដើម្បីឲ្យសុខភាពផ្លូវចិត្តរបស់យើងបានប្រសើរឡើងសុខភាពផ្លូវចិត្តគឺទាមទារឲ្យបងយល់ពីចិត្តរបស់ខ្លួនឯងតើយើងត្រូវថែទាំចិត្តយើងរបៀបម៉េចកាលណាយើងចេះតែទាមទារចង់បានហួសហេតុពេកកាលណាយើងចេះតែលំបាកហើយយើងគិតអ្វីដែលវាហួសពីអ្វីដែលជាសមត្ថភាពរបស់យើងពេកវាធ្វើឲ្យយើងនឹងរស់នៅអត់មានសេចក្តីសុខនៅក្នុងផ្លូវចិត្តទេសុខភាពផ្លូវចិត្តយើងអត់ល្អក៏ធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់យើងដែរនិយាយរួមទៅ
ទាំងរាងកាយទាំងផ្លូវចិត្តគឺមានការពាក់ព័ន្ធគ្នាពីព្រោះនៅក្នុងដងខ្លួនតួខ្លួនមនុស្សយើងទាំងមូលគឺអត់អាចកន្លែងណាមួយដែលអាចបាត់បង់គ្នាបានទេចាអញ្ចឹងចំណុចទាំងអស់នេះគឺជាចំណុចសំខាន់ណាស់បើសិនជាយើងថែទាំរាងកាយយើងបានល្អហើយមានសុខភាពល្អហើយកុំភ្លេចថែទាំផ្លូវចិត្តរបស់យើងផងពីព្រោះផ្លូវចិត្តរបស់យើងគឺដូចជាយើងហូបចំណីអាហារល្អៗជារៀងរាល់ថ្ងៃដូចជាយើងងូតទឹកសម្អាតខ្លួនថែទាំរូបរាងកាយយើងជារៀងរាល់ថ្ងៃផ្លូវចិត្តយើងក៏ដូចគ្នាដែរសទី3គឺតាក់ទងទៅនឹងសុភមង្គលនៅក្នុងគ្រួសារមួយរយៈកន្លងមកនេះខ្ញុំចាំថានៅពេលដែលខ្ញុំផុសសារមួយនៅក្នុង page Facebook របស់ខ្ញុំបាននិយាយថាវិបត្តិសេដ្ឋកិច្ចកើតមានហើយដូច្នេះសូមបងប្អូនការពារកុំឲ្យមានវិបត្តិផ្លូវចិត្តហើយមានវិបត្តិគ្រួសារទៀតខ្ញុំឃើញសារនេះគឺមានការចែករំលែកច្រើនមែនតែនចាហើយក៏មានអ្នកចូល comment ហើយនឹងចូលគេហៅថាឲ្យ like មេដៃច្រើនដោយសារតែខ្ញុំមើលឃើញថាសារបែបនេះប្រហែលជាចំទៅនឹងចំណុចដែលបងប្អូនភាគច្រើនកំពុងជួបប្រទះទៅមានការគ្រប់គ្រងច្រើនអញ្ចឹងខ្ញុំនឹកឃើញមកដល់សទី3គឺសុភមង្គលនៅក្នុងគ្រួសារដែលជាចំណុចគោលសំខាន់នៃការរស់នៅរបស់មនុស្សយើងរួមទាំងខ្ញុំរួមទាំងបងប្អូនផងដែរជាទូទៅយើងឲ្យតម្លៃទៅលើរឿងខាងក្រៅច្រើនចាដូចជាសម្ភារៈនិយមការប្រើប្រាស់របស់របរទំនើបការដើរលេងកម្សាន្តហើយនឹងទ្រព្យសម្បត្តិយើងចង់បានប៉ុណ្ណេះយើងចង់បានប៉ុណ្ណោះបានហើយយើងនៅតែចង់បានទៀតមានរឿងជាច្រើនដែលយើងចង់បានហើយចង់ឥតឈប់ប៉ុន្តែយើងភ្លេចគិតថាអ្នកខ្លះគាត់ភ្លេចគិតរហូតដល់ថ្នាក់ថាស្អីទៅដែលគាត់ត្រូវធ្វើនៅក្នុងគ្រួសាររបស់ខ្លួនឯងមុនអញ្ចឹងសុភមង្គលនៅក្នុងគ្រួសារគឺសំខាន់ណាស់បងប្អូនទាំងអស់គ្នាខ្ញុំតែងតែយកពេលវេលានេះគិតមកដល់អ្វីដែលខ្លួនឯងត្រូវការជាពិសេសសុភមង្គលនៅក្នុងគ្រួសារពីព្រោះយើងមានលុយច្រើនមិនប្រកាសថាយើងមានសុភមង្គលទេហើយអ្នកដែលមានលុយតិចក៏មិនប្រកាសថាអត់មានសុភមង្គលដែរអញ្ចឹងនៅពេលដែលយើងមានសុខភាពផ្លូវកាយល្អហើយរួមទាំងសុខភាពផ្លូវចិត្តល្អផងដែរយើងក៏ត្រូវតែថែរក្សាសុភមង្គលនៅក្នុងគ្រួសាររបស់យើងឲ្យបានល្អផងដែរពីព្រោះសុភមង្គលគ្រួសារគឺជាអ្វីៗដែលយើងទាំងអស់គ្នាត្រូវការពីព្រោះមនុស្សណាក៏ដោយរួមទាំងខ្ញុំរួមទាំងបងប្អូនទាំងអស់គ្នាមិនថាបងប្អូនជាបរិសបងប្អូនជាស្ត្រីទេពេលខ្លះយើងទៀមទាចង់បានច្រើនហួសហេតុប៉ុន្តែយើងភ្លេចមើលឆ្លុះបញ្ចាំងអំពីអ្វីដែលយើងកំពុងមាននៅក្នុងក្រុមគ្រួសាររបស់យើងអញ្ចឹងសុភមង្គលក្នុងគ្រួសារគឺយើងជាអ្នកបង្កើតឡើងយើងជាអ្នកបង្កើតឡើងហើយយើងជាអ្នករក្សាវាអត់មានអីដែលនៅថិតថេរជារៀងរាល់ថ្ងៃទេប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាធ្វើបានឲ្យបានល្អប្រសើរជារៀងរាល់ថ្ងៃវាជាសេចក្តីសុខមួយដែលយើងត្រូវរួមគ្នាធ្វើដើម្បីសេចក្តីសុខស្វាមីភរិយាហើយនឹងកូនរបស់យើងផងដែរជាពិសេសបើសិនជាយើងមានឪពុកម្ដាយដែលគាត់រស់នៅជាមួយយើងឬក៏មានបងប្អូនថែមទៀតជាគ្រួសារធំមួយនោះយើងកាន់តែត្រូវតែប្រយ័ត្នប្រយែងក្នុងការធ្វើយ៉ាងណាឲ្យគ្រួសាររបស់យើងមានសំណើចមានស្នាមញញឹមមានការជជែកវែកញែករស់នៅជុំគ្នាចេះជួយទុក្ខធុរៈគ្នាទាំងអស់នេះហើយគឺជាសេចក្តីសុខនិងសុភមង្គលពិតប្រាកដនៅក្នុងគ្រួសាររបស់យើងចំណែកសទី4ដែលខ្ញុំចង់បញ្ជូនសារទៅដល់បងប្អូនជនរួមជាតិទាំងអស់គ្នាគឺតាក់ទងទៅនឹងសុខចម្រើននៅក្នុងការងារហើយនៅក្នុងក្រុមហ៊ុនរបស់យើងខ្លួនឯងនៅក្នុងធុរកិច្ចដែលយើងកំពុងធ្វើក្នុងនាមខ្ញុំជាសហគ្រិនខ្ញុំមានការប្រយ័ត្នប្រយែងខ្ពស់ជាពិសេសខ្ញុំមានផែនការប្រចាំឆ្នាំ2023និងឆ្នាំបន្តទៀតថាត្រូវធ្វើបែបម៉េចដើម្បីឲ្យក្នុងស្ថាប័នរបស់ខ្ញុំមានសេចក្តីសុខចម្រើនទាំងក្រុមការងារហើយនឹងខ្ញុំខ្លួនឯងព្រមទាំងខ្ញុំជាអ្នកដឹកនាំតើខ្ញុំត្រូវធ្វើបែបណាដើម្បីឲ្យមានការដឹកនាំបានល្អសម្រាប់ឆ្នាំ2023ដែលជាឆ្នាំថ្មីរបស់យើងនេះបងប្អូនទាំងអស់គ្នាសុខចម្រើននៅក្នុងការងារគឺសំដៅទៅលើបងប្អូនដែលកំពុងធ្វើការឲ្យក្រុមហ៊ុនណាមួយឬក៏ស្ថាប័នណាមួយតែយើងធ្វើម៉េចដើម្បីឲ្យយើងធ្វើការទៅមានសេចក្តីសុខហើយការងារយើងរីកចម្រើនបងប្អូនទាំងអស់គ្នាខ្ញុំចង់បញ្ជាក់ថាអត់មានការងារណាដែលល្អឥតខ្ចោះហើយក៏អត់មានការងារណាដែលខ្ពង់ខ្ពស់អាចនៅជាមួយយើងបានទេបើសិនជាយើងនឹងអត់អាចធ្វើវាឲ្យល្អបានពីព្រោះអ្វីៗទាំងអស់គឺផ្ដើមចេញពីខ្លួនយើងមុនអញ្ចឹងសុខចម្រើននៅក្នុងការងារគឺបើសិនជាយើងធ្វើជាបុគ្គលិកយើងធ្វើជាសហការីនៅក្នុងក្រុមហ៊ុននៅក្នុងស្ថាប័នមិនថាវិស័យបែបណាទេគឺសូមឲ្យយើងធ្វើការប្រកបដោយភាពរីករាយដោយការយកចិត្តទុកដាក់ដើម្បីធ្វើឲ្យស្ថាប័នរបស់យើងរីកចម្រើនព្រមទាំងយើងខ្លួនឯងក៏រីកចម្រើនដែរសុខចម្រើននៅក្នុងធុរកិច្ចនៅក្នុងក្រុមហ៊ុនបានន័យថាយើងមានក្រុម
ក្រុមការងារដែលល្អមានមេដឹកនាំដែលល្អហើយយើងធ្វើការជាមួយគ្នាប្រកបទៅដោយគំនិតច្នៃប្រឌិតដោយការជួយគ្នាទៅវិញទៅមកយើងធ្វើយ៉ាងណាដើម្បីឲ្យគោលដៅទិសដៅបេសកកម្មរបស់ក្រុមហ៊ុនរបស់ស្ថាប័នរបស់យើងហ្នឹងគឺឆ្ពោះទៅរកភាពរីកចម្រើនហើយទទួលជោគជ័យយើងដឹងហើយថានៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនេះនៅកន្លែងណាក៏មានការប្រកួតប្រជែងដែរបងប្អូនសុខចម្រើននៅក្នុងការងារនៅក្នុងក្រុមហ៊ុនគឺទាមទារឲ្យយើងទាំងអស់គ្នារួមសាមគ្គីគ្នាក្នុងការធ្វើការជាមួយគ្នាការប្រកួតប្រជែងកាន់តែច្រើនសម្រាប់ខ្ញុំគឺបានន័យថានឹងជួយឲ្យយើងកាន់តែរីកចម្រើនជាងមុនយើងធ្វើអីក៏ដោយបើអត់មានការប្រកួតប្រជែងទេគឺយើងអត់រីកចម្រើនទេនៅក្នុងសម័យបច្ចេកវិទ្យានៅក្នុងទីផ្សារប្រកួតប្រជែងអ្នកណាខ្លាំងអ្នកនឹងឈ្នះអ្នកណាខ្លាំងអ្នកនឹងឈរជើងនឹងនៅលើទីផ្សារប៉ុន្តែនៅទីនេះសួរថាតើយើងធ្វើអញ្ចឹងដើម្បីអីមិនមែនធ្វើដើម្បីទៅប្រកួតប្រជែងដើម្បីសម្លាប់អ្នកណាម្នាក់ឬក៏ដៃគូប្រកួតប្រជែងណាទេគឺយើងធ្វើឲ្យមានសេចក្តីសុខទាំងខ្លួនយើងហើយដៃគូប្រកួតប្រជែងរបស់យើងក៏រីកចម្រើនដែរនៅត្រង់ចំណុចនេះខ្ញុំចង់ជំរាបបន្ថែមថាសុខចម្រើននៅក្នុងក្រុមហ៊ុនបានន័យថាយើងធ្វើឲ្យមានសេចក្តីសុខហើយយើងធ្វើឲ្យរីកចម្រើនថែមទៀតអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលធ្លាប់ជួបបញ្ហាកន្លងមកនៅក្នុងកំឡុងពេលកូវីដឆ្នាំ2020 2021រហូតមកដល់2022នេះហើយក៏មានបងប្អូនមួយចំនួនរហូតដល់ថ្នាក់បិទក្រុមហ៊ុនខ្ញុំសង្ឃឹមថានៅពេលដែលបងប្អូនមានបញ្ញាមានគំនិតមានចំណេះឲ្យបងប្អូននៅតែអាចចាប់ផ្ដើមបង្កើតថ្មីបានហើយការបង្កើតថ្មីបាននេះវាចាប់ផ្ដើមចេញពីយើងខ្លួនឯងចេញពីបងប្អូនរួមទាំងខ្ញុំដែរខ្ញុំក៏មានឱកាសនៅក្នុងការបង្កើតអ្វីថ្មីបានដែរអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាគិតទៅលើសេចក្តីសុខនិងភាពចម្រុងចម្រើនបន្ថែមទៀតសម្រាប់ការងារហើយនិងអាជីវកម្មរបស់យើងព្រមទាំងស្ថាប័នរបស់យើងផងដែរចំណែកសទី5ដែលជាសចុងក្រោយគឺសហការនៅក្នុងកន្លែងនេះខ្ញុំមើលឃើញថាពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំមនុស្សទាំងអស់ធ្វើអ្វីក៏ដោយគឺត្រូវការសហការគ្នាទោះបីយើងប្រកែកយ៉ាងណាក៏ដោយបើយើងធ្វើតែម្នាក់ឯងយើងខ្លាំងតែម្នាក់ឯងយើងអាចទៅមុខរួចទេអញ្ចឹងសម្រាប់ខ្ញុំក្នុងនាមជាម្ចាស់ក្រុមហ៊ុនក្នុងនាមជាអ្នកដឹកនាំម្នាក់ហើយក៏ជាសហគ្រិនស្ត្រីដែលមានតួនាទីជាម្ដាយផងជាភរិយាផងហើយក៏ជាអ្នកដឹកនាំផងខ្ញុំជឿជាក់ថាការសហការគ្នាគឺជារឿងមួយដែលសំខាន់អញ្ចឹងបងប្អូនសម័យមើលថានៅពេលដែលបងប្អូនប្រកែកឲ្យបងប្អូនធ្វើតែម្នាក់ឯងបងប្អូនអត់មានសមត្ថភាពធ្វើរឿងគ្រប់យ៉ាងបានទេអញ្ចឹងការសហការគ្នានៅកន្លែងនេះគឺទាមទារតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើយើងសហការជាមួយក្រុមការងារនៅក្នុងអាជីវកម្មនៅក្នុងស្ថាប័នរបស់យើងហើយនឹងការសហការជាមួយដៃគូដែលយើងត្រូវការពីខាងក្រៅផងដែរនៅក្នុងការសហការនេះគឺជាចំណុចសំខាន់មួយនៃការធ្វើឲ្យយើងរីកចម្រើនមិនថាទាំងយើងខ្លួនឯងមិនថាទាំងយើងទៅសហការជាមួយអ្នកដទៃនៅក្នុងស្ថាប័នរបស់យើងបើសិនជាសហការអត់បានល្អទេគឺធ្វើឲ្យស្ថាប័នរបស់យើងពិបាកដំណើរការទៅមុខដូច្នេះនៅក្នុងចំណុចសទី5នេះខ្ញុំចង់ឲ្យបងប្អូនផ្ដោតសំខាន់មែនទែននៅពេលដែលយើងចាប់ផ្ដើមធ្វើការរៀបចំយុទ្ធសាស្ត្រសម្រាប់ការងាររបស់យើងមិនថាយើងធ្វើការជានយោជកឬក៏នយោជកការរៀបយុទ្ធសាស្ត្រក្នុងការធ្វើផែនការសហការគ្នាជាមួយនឹងបុគ្គលិកខាងក្នុងជាមួយសហការីខាងក្នុងព្រមទាំងដៃគូបានន័យថាជាអ្នកដែលយើងទទួលការសហការពីខាងក្រៅមកក៏យើងត្រូវតែធ្វើការឲ្យបានល្អិតល្អន់ហើយធ្វើការឲ្យបានល្អមែនទែនដើម្បីធ្វើយ៉ាងណាឲ្យយើងទទួលបានការរីកចម្រើនរួមទៅជាមួយគ្នាសរុបសេចក្តីមកខ្ញុំសង្ឃឹមថាសទាំង5ដែលខ្ញុំចែករំលែកជូនទៅដល់បងប្អូនទាំងអស់គ្នាបងប្អូនអាចយកទៅប្រើប្រាស់ឲ្យបានជាប្រយោជន៍សម្រាប់ការរស់នៅប្រចាំថ្ងៃទាំងក្នុងជីវភាពនិងការប្រកបរបរការងារហើយនិងធុរកិច្ចរបស់បងប្អូនផងដែរហើយខ្ញុំជឿជាក់ថាសម្រាប់ឆ្នាំថ្មីឆ្នាំ2023នេះបងប្អូននឹងខិតខំប្រឹងប្រែងទាំងអស់គ្នាដើម្បីធ្វើឲ្យក្រុមគ្រួសារព្រមទាំងខ្លួនឯងហើយនិងស្ថាប័នរបស់យើងរីកចម្រើនផងដែរអ្វីដែលកាត់ឡើងកន្លងមកបងប្អូនបំភ្លេចចោលចាប់ផ្ដើមសារជាថ្មីអ្វីដែលបរាជ័យយើងរៀនសូត្រពីវាហើយយើងចាប់ផ្ដើមធ្វើអ្វីដែលជារឿងល្អៗសម្រាប់ខ្លួនយើងហើយនឹងការងាររបស់យើងព្រមទាំងធុរកិច្ចរបស់យើងផងដែរហើយខ្ញុំជឿថាបងប្អូនទាំងអស់គ្នានឹងនៅតែផ្ដល់ស្នាមញញឹមសម្រាប់ខ្លួនឯងសម្រាប់ក្រុមគ្រួសារហើយនឹងសហការីរបស់យើងព្រមទាំងមនុស្សទាំងអស់ដែលយើងស្គាល់ផងដែរពិភពលោកនេះគឺអត់អាចខ្វះបាននៅក្តីស្រឡាញ់ស្នាមញញឹមហើយនឹងការរួបរวมសាមគ្គីគ្នាទេនៅក្នុងការធ្វើឲ្យការងាររបស់យើងហើយនឹងសង្គមរបស់យើងរីកចម្រើនជាចុងបញ្ចប់ខ្ញុំសូមគោរពជូនពរចំពោះសម្ដេច
ត្រង់អាដាមលោកអុកញ៉ាអ្នកអុកញ៉ាលោកជំទាវលោកស្រីសូមបងប្អូនទាំងអស់គ្នាទទួលបានតែសេចក្តីសុខសេចក្តីចម្រើនហើយនឹងជោគជ័យគ្រប់ភារកិច្ចការងារនៅក្នុងឆ្នាំថ្មីឆ្នាំ2023នេះផងដែរចា៎